ទុកសន្តិភាពប្រៀបសដំណាងដែលជាផងតាំងសំអិតសំអាងដូចប្រាំងអង្គរមរតកដំឡៃស្នាដៃបាទជំរាបសួរបាទខ្ញុំនៅខាងរមណីយដ្ឋានទឹកជួរកំពីបាទឥឡូវនេះខ្ញុំនៅខាងភូមិក្បាលជួរឃុំសបុកស្រុកចិត្តបុរីបាទដែលមានរមណីយដ្ឋានធម្មជាតិយើងហ្នឹងស្អាតបងនេះស្អាតយើងមានកញ្ចុះនៅលើទឹកឥឡូវហ្នឹងយើងរៀបចំធ្វើបានប្រហែលជា4-10-20ថ្ងៃហើយមានកញ្ចុះច្រើនហើយនៅទៅដើម្បីទទួលចរដែលគាត់មកលេងនៅរមណីយដ្ឋានយើងនេះសូមឲ្យគាត់មកលេងឲ្យបានច្រើនព្រោះនៅរមណីយដ្ឋានយើងនេះធម្មជាតិស្អាតមានទឹកលេងមានកញ្ចុះលើទឹកស្អាតចឹងហើយមានចំណតរថយន្តចតអីស្អាតបាទយើងនឹងមានរៀបចំនៅក្នុងកម្មវិធីចូលឆ្នាំចិននេះមហូបអីនឹងហើយដែលបងគាត់មានខមមិនថាមហូបថ្លៃអីអត់ទេដោយសារកញ្ចុះយើងតម្លៃគឺមានគេខាងគណៈកម្មការគេរៀបចំឲ្យយើងមហូបមានគីឡូមានអីត្រឹមត្រូវបាទមិនអ្នកដែលគាត់ខមមិនថាថ្លៃហ្នឹងមិនមែនទេដែលឲ្យគាត់មកទទួលមកសាក្រោយឲ្យគាត់មកមើលមនុយទៅខាងគណៈកម្មការគេហ្នឹងគេរៀបចំជាគីឡូបាទអញ្ចឹងមហូបហ្នឹងគឺអត់ថ្លៃទេដែលគាត់ខមមិនដែលថាថ្លៃហ្នឹងដល់តែគាត់មកជាក់ស្ដែងមកជួបគាត់កំងមហូបគាត់មើលមនុយមើលគីឡូមើលអីទៅគឺអត់ថ្លៃទេសំបីតែកញ្ចុះប្រចាំថ្ងៃគឺតម្លៃតែ10000រៀលទេបាទហើយកញ្ចុះយើងនៅនេះយើងធ្វើមួយឆ្នាំបានតែ4 ទៅ 5 ខែទេអញ្ចឹងលំបាកណាស់ធ្វើកញ្ចុះនេះម្ដងអញ្ចឹងក្នុងតម្លៃ10000នេះខ្ញុំគិតថាអត់ថ្លៃទេអញ្ចឹងឲ្យគាត់នៅខេត្តផ្សេងឲ្យគាត់មកចូលរួមមកជួយលើកស្ទួយវិស័យទេសចរយើងដែលនៅខាងភូមិភាគឦសានបាទដែលមានរមណីយដ្ឋានយើងស្អាតនេះបាទនេះមើលយើងធ្វើមានកញ្ចុះនៅលើទឹកអីស្អាតណាស់អញ្ចឹងសូមឲ្យជួយមកឲ្យបានច្រើននៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះបាទនឹងហើយថ្ងៃសៅរ៍អាទិត្យអីហ្នឹងភ្ញៀវគាត់មកច្រើនណាស់គាត់ថាមហូបយើងមិនជាថ្លៃទេសមរម្យយើងមានលក់ដូចជាមានមាន់ស្រែមានត្រីក្អែកស្រស់ត្រីព្រួលត្រីកេះត្រីស្អីដែលត្រីធម្មជាតិទៀតបាទនៅទន្លេយើងហ្នឹងខាងសហគមន៍យើងហ្នឹងគេមានគេបងគេអីមកគេលក់ឲ្យយើងនៅទីនេះបាទមិនមែនយកបែបជាត្រីចិញ្ចឹមអីមកទេបាទជាត្រីធម្មជាតិយើងនៅក្នុងទ្រុងស្រស់ហ្មងបាទដែលបងប្អូនគាត់មកលេងអីគាត់អាចមកលេងនៅកន្លែងអាហារដ្ឋានហ៊ុនសឿនបាទមានចំណតរថយន្តមានដបូលមានអីដាក់ត្រឹមត្រូវស្អាតហើយឈ្មោះអាហារដ្ឋានហ៊ុនសឿនបាទមានលក់ម្ហូបត្រីស្រស់មាន់ស្រែមានលក់របស់ធម្មជាតិបាទហើយក៏អត់ថ្លៃដែរបងប្អូនមកហើយខ្ញុំមានលេខទូរស័ព្ទដូចជា088 ការ៉េ7 154 031 7 ការ៉េ8 73បាទសូមអរគុណបាទ